Trong bán tiền này số một tí cái quần pi muối thôi nhà này rú phép camera về trong nghĩa trong nghĩa lang bán tiền này trong nghĩa lang ấy cứ ai nghĩa ban tam để lấy tiền nè mơ trổ này ôi hon năng lõ mình tên là to này hon năng lõ nàyนี่ remote control นี่คือជា drone អត់មានចងខ្សែចងអីទេចង់បាន E88 Plus តម្លៃត្រឹមតែ25ឡាន100000រៀលទេបើប្រអប់ជាមួយនឹង E88 Plus តែម្ដងនេះគឺជា drone ដែលមានតម្លៃធូរថ្លៃផុតហើយខាងខ្ញុំមានតម្លៃវាបច្ចុប្បន្នឥឡូវនេះគឺ$25ទេឥឡូវយើងមើលរូបរាងប្រអប់មកស្អាតខ្លាំងណាស់ដឹងតែយកទៅហ៊ានប្រើដំបូងអែមកាមេរ៉ាគឺអាចពង្វិលចុះវិលឡើងបានតាមតេឡេតែម្ដងអត់ដូចសេរីចាស់ E88 Max ទេកុំឲ្យខាប់ពេលយូរបើកប្រអប់1 2 3 wow លយមែនតើណាខាងក្នុងវាឃើញអត់មាន drone remote control ប៉ុងអីហ្មងអែមានតែប៉ុណ្ណេះនាំមានជាមួយនឹងនេះខ្ចៅទូរវិអីមក set តែម្ដងតម្លៃវាត្រឹមតែ100000រៀលតែម្ដងតម្លៃ100000រៀលទេគឺមាន full set មកយកទៅប្រើប្រាស់បាននេះគឺជា side drone ពណ៌ខ្មៅរលើបរលោងកាមេរ៉ាវាលយ the best តែម្ដងកាមេរ៉ាគឺ2គ្រាប់តែនេះដំណើរការតែមួយគ្រាប់ទេលាដៃលាជើងមកលាខាងមុខខាងក្រោយខាងមុខខាងក្រោយអែមខ្លាំងមែនតើបន្តមកទៀតដកជាមួយ remote control នេះគឺជា remote control វាកន្លែងដាក់ទូរស័ព្ទបើខ្ញុំមិនកន្លែងដាក់ទូរស័ព្ទខាងលើហើយនេះគឺជាប៊ូតុងបញ្ជាប៊ូតុងនេះគឺអត់សំខាន់ទេសំខាន់តែប៊ូតុងបើកតេឡេជាមួយនឹងប៊ូតុងបញ្ជាចុះឡើងនេះទេបញ្ជាមួយទៀតសម្រាប់ខ្សែសាកវានេះគឺយើងអាចដកថ្មមកសាកបានណាថ្មវានេះគឺខ្ញុំដកនៅខាងក្រោមនេះច្បាច់តែកន្លឹងនេះទាញវាចេញចឹងមកអ្នកតោះបាយខាងក្រោយឃើញកន្លែងសាកថ្មអត់អញ្ចឹងយើងអាចដកខ្សែពណ៌សនេះមកដោតជាមួយនឹងក្បាលហ្នឹងហើយដោតសាកជាមួយនឹងដុំក្បាល USB យើងបានដើម្បីយើងសាកថ្មវាដោតថ្មជាមួយ drone នេះចូលថ្មវាបានសាកពេញហើយអញ្ចឹងយើងដាក់វាចូល collect ស្មើហ្នឹងយើងអាចធ្វើការបើក drone បានចុចប៊ូតុងខាងលើនេះចុចជាប់ប្រហែលជា3វិនាទីគឺនៅពេលដែលវាបើកគឺវាលឺស្លេកវាហើយបើកជាមួយនឹងភ្លើង LED វាកំដៅកាយបន្តទៅ remote control វាកុំភ្លេចដាក់ថ្មនៅខាងក្រោយបានប្រភេទមិនមែនថ្មសាកទេគឺថ្មដាក់អានេះគឺខ្ញុំប្រើថ្មប្រភេទនេះ3គ្រាប់យើងប្រើថ្ម10 3គ្រាប់មកបើកជាមួយនឹង tele តែម្ដងចុចមួយនេះចូលមកវាបើកដំណើរការភ្លើងអញ្ចឹងហុញអាឆ្វេងនេះឡើងមួយចុះមួយគឺវាស្គាល់គ្នាជាមួយនឹង tele ហើយអញ្ចឹងគឺមានថាពី drone ពីរហ្នឹងគឺស្គាល់គ្នាហើយយើងអាច connect ទូរស័ព្ទបានឥឡូវចូលដល់វគ្គដែលយើង connect ជាមួយទូរស័ព្ទហើយនេះកុំភ្លេច download app មួយនេះ Wi-Fi UAV app មួយហ្នឹងនៅពេលដែល download ហើយបើក drone បើក tele ហើយអស់យើងអាចចូលមកពាក្យ setting បន្តទៅចូលពាក្យថា Wi-Fi អូមកខាងក្រោមនេះឃើញ Wi-Fi នេះអត់មានជាប់ lead code អត់មានជាប់អីហិតអញ្ចឹងយើងចុចពាក្យហ្នឹងមួយមកចាំមើលឲ្យតែវាលោតសញ្ញាគ្រីសហើយវាអត់ចេញ Wi-Fi កុំឲ្យខ្វល់ដែរវាចេញពណ៌លឿងពណ៌អីក្រុមហ្នឹងកុំឲ្យខ្វល់ណានេះឥឡូវចេញមកក្រៅវិញហើយបន្តទៀតខ្ញុំចូលមក app មិញ Wi-Fi UAV ណែចេញមកនេះចូលគឺចេញ interface បែបនេះចុចពាក្យ start មកគឺឃើញកាមេរ៉ាតែម្ដងកាមេរ៉ាវាបាននៅខាងក្រោមជាមួយខ្ញុំបង្វិលកាមេរ៉ាឡើងណែបង្វិលកាមេរ៉ាលើនិយាយទៅដឹងថាកាមេរ៉ាវាគឺថាមកល្មមប្រើណាស់នេះតម្លៃត្រឹមតែ$25ទេណែឃើញណាស់នេះ$25ឯកាមេរ៉ាប៉ុណ្ណឹងឃើញអត់កាមេរ៉ាប៉ុណ្ណឹងគឺមកល្មមប្រើណាស់ទេមកល្មមយើងយកទៅហោះលេងកំសាន្តក៏ដូចជាមើលរូបភាពលេងអញ្ចឹងណាអញ្ចឹងអាចនិយាយថារៀងច្បាស់គួរសមដែរ E88 Plus តម្លៃតែ100000រៀលទេឥឡូវខ្ញុំហៅវាឡើងហើយអញ្ចឹងខ្ញុំមិនហោះគឺអូសចុយសិកទាំងពីរហ្នឹងគុំឲ្យចំប្រឡាក់ cam នេះដើម្បីឲ្យវា reset ហើយរងឲ្យឆ្វេងឡើងមួយមកគឺវាវិលមកទៅហើយជាមួយហើយឡើងមួយទៀតនេះគឺហោះឡើងតែម្ដងអញ្ចឹងខ្ញុំសេរីកម្ពស់ណានេះដាក់កម្ពស់ត្រឹម1ម៉ែត្រអីមកនេះវាមកប៉ុណ្ណឹងអាចនិយាយថាមកគួរសមដែរនេះវានឹងប៉ុណ្ណឹងគឺមកគួរសមដែរឃើញអត់នេះនឹងល្អមែនតើអ្នកទាំងគ្នាមើលនៅចិត្តបានអានេះគឺ remote control អត់មានវិជាណាគឺវាប្រើ sensor នៅខាងក្រោមនេះវារេតិចមែនប៉ុន្តែអាចនិយាយមិនថាតម្លៃត្រឹមតែ100000ប៉ុណ្ណឹងគឺអែមខ្លាំងណាស់មាន motor Pra/slash remote control ប្រភេទអាចវិជាបានអាចមើលរូបភាពលើអេក្រង់បានទៀតនេះ zoom មកទីគុណ2មួយឃើញអត់នេះរូបភាពកាមេរ៉ាវាចង់ងាកចុះងាកឡើងបានទៀតនេះចង់ងាកចុះចង់ងាកឡើងឯងគឺអាចងាកបានតាមតេឡេទៀតអញ្ចឹងអែមខ្លាំងមែនតើជាមួយនឹង E88 Plus ណែមើល drone ណែអូយហោះនឹងល្អមែនតើតោះនេះហោះនឹងល្អណាស់នេះ remote control នេះគឺជា drone អត់មានចងខ្សែចងអីទេអញ្ចឹងតែចង់បានតោះនឹងពេកបានណាក្នុង stock គឺសល់តិចមែនតើ E88 Plus ស្រួលប្រើណែមើល drone ណែអូយហោះនឹងល្អមែនតើតោះនេះហោះនឹងល្អណាស់នេះ remote control នេះគឺជា drone អត់មានចងខ្សែចងអីទេអញ្ចឹងតែចង់បានតោះនឹងពេកបានណាក្នុង stock គឺសល់តិចមែនតើ E88 Plus ស្រួលប្រើនិយាយទៅសម្រាប់កម្ពុជាវាស្រួលណាស់នេះយើងហោះពីក្រោយហ្នឹងមានន័យថាដាក់ក្បាលកាមេរ៉ាហ្នឹងបែរទៅត្រង់ហ្នឹងហើយបើយើងចង់បញ្ជាវាស្រួលមែនតើចូលទីខាងឆ្វេងនេះគឺយើងរុញឡើងណានេះរុញឡើងគឺដ្រូនហោះឡើងហើយបើយើងរុញចុះនេះរុញចុះគឺដ្រូនហោះចុះខ្ញុំប្រាប់អំពីការបញ្ជារបស់ដ្រូនហ្នឹងគឺស្រួលណាស់នេះសាប់ប៊ូតុងខាងឆ្វេងនេះបើយើងរុញវាឡើងនៅពេលដែលយើងហោះរុញវាឡើងទៅលើនេះគឺមានដ្រូនវាហោះឡើងហើយបើរុញវាចុះគឺដ្រូននឹងហោះចុះរុញមកឆ្វេងងាកក្បាលឆ្វេងរុញមកស្ដាំគឺងាកក្បាលស្ដាំអាហ្នឹងសម្រាប់ចូលខាងនេះអានេះអ្នកទាំងគ្នាអាចហោះទីតាំងដេកវាលើព្រោះស្រួលក្នុងការបញ្ជាហើយសម្រាប់ខាងស្ដាំវិញចូលស្ទីកខាងស្ដាំវិញចូល stick រុញវាទៅមុខបែបនេះរុញទៅមុខបែបហ្នឹងគឺដ្រូននឹងវាហោះទៅមុខរុញមកក្រោយមកឆ្វេងមកស្ដាំអញ្ចឹងគឺការបញ្ជាស្រួលមែនតើសកានឲ្យទៅហោះពីក្រោយឈរពីក្រោយហ្នឹងណា
ចឹងស្របជារួមតែគេចង់បាន E88 Plus តម្លៃត្រឹមតែ25ដុល្លារ 100000រៀលទេតាក់តងនឹងភ័យបាន X Drone អរគុណច្រើនបាយបាយ